បើសិនជាគ្នាយើងណាចង់មើលរឿងនឹងភាគបន្តទៀតគ្នាយើងអាចបង់លុយចូលមើលក្នុងក្រុម Telegram មានបានចំពោះម្នាក់ចំណាយត្រឹមតែ$1កន្លះប៉ុណ្ណោះក៏អាចមើលបានជារៀងរហូតហើយបើក្នុង YouTube admin ប្រហែលជាអាចចេញតទៀតទេប្រហែលជាគ្នាយើងមួយចំនួនបានដឹងហើយរឿងនឹង admin ទៅផុសឡើងវិញប៉ុណ្ណោះចំពោះភាគចាស់ត្រូវបាន YouTube គេបិទអស់ហើយក៏អត់ដឹងមូលហេតុអីដែរសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី63-64នៃរឿងនៃកំចាត់បិសាចក្នុងគុកងឹតនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលយ៉ាងពីងបានសួរទៅកាន់យ៉ាងបើសិនជាថ្ងៃណាមួយចាំឈរនៅម្ខាងម្នាក់ជាមួយនឹងឯងតើឯងមិនស្អប់ខ្ញុំទេមែនលើអញ្ចឹងហើយយ៉ាងក៏បានឆ្ងល់ហើយនឹងបានសួរទៅកាន់បងស្រីតែមែនទេយ៉ាងម៉េចហើយអ្វីបានជាបងស្រីត្រូវប្រឆាំងជាមួយនឹងខ្ញុំនាងក៏បានតបវិញសិនទៅមិនមែនជាការម្សិលរបស់ប្រទេសណាមួយឡើយនៅក្នុងកាយភ្នែករបស់សិនទៅមិនមែនមនោសញ្ចេតនាឬក៏ស្នេហាជាតិមានតែការស្ដាប់បង្គាប់និងចាប់អារម្មណ៍ដាច់ខាតបងស្រីគ្រាន់តែបារម្ភថាថ្ងៃណាមួយប៉ុណ្ណឹងក៏បាននិយាយទៀតថាមិនអីទេនៅពេលនេះបងនឹងទៅហើយសង្ឃឹមថាថ្ងៃណាមួយពួកយើងនឹងបានជួបគ្នាទៀតប្រកបនៅបន្តក៏អ្វីមួយយ៉ាងឲ្យយ៉ាងហើយនាងក៏បានហោះចាក់ចេញអញ្ចឹងក៏ហាក់បីដូចជាមិនតន់អស់ចិត្តនៅឡើយនោះទេហើយក៏មិនដឹងនោះទេថារបស់នេះជារបស់អ្វីក៏មិនបាច់ខ្វល់ទេខ្ញុំនឹងសួរគាត់នៅពេលក្រោយនៅពេលដែលបានជួបគាត់អញ្ចឹងនៅពេលនេះក៏បានបដិទៅមើលទៅណណៃរបស់គាត់ក៏បានដឹងថាអំពើវិញ្ញាណគាត់នៅពេលនេះក៏បានឡើងទៅដល់1លានពិសេសក៏អាចកោះហៅនៅសាវេទមន្តមកពីបន្ថែមទៀតប៉ុន្តែក៏មិនទាន់ធ្វើវានៅឡើយនោះទេគាត់នឹងរាយការណ៍រឿងនេះទៅកាន់អ្នកនាងប៉ៃរੂជើនៅបានដឹងជាមុនសិនដើម្បីកុំឲ្យនាងមើលងាយគាត់ពេកខ្សែរឿងក៏បានកាត់ទៅដល់វីឡារបស់ប៉ៃរੂជើនាងបានសួរទៅកាន់យ៉ាងតែឯងត្រឡប់មកវិញហើយមែនបានឃើញថាប៉ៃរੂជើសួរលង្គោសោបែបនេះយ៉ាងក៏បានឆ្ងល់ដូចគ្នាហើយអ្វីបានជានាងអង្គុយហើយញឹមដាក់ខ្ញុំទៀតប៉ៃរੂជើក៏បានចូលមកខ្ញុំបានឮថាឯងបដិសេធក្នុងការអញ្ជើញរបស់សិនទូយ៉ាងក៏បានសួរហើយអ្វីបានជាអ្នកនាងបានដឹងនាងក៏បានតបថាបងស្រីឯងមកទីនេះនឹងបានប្រាប់រឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងបើទោះបីជាប្រទេសនេះមានហេតុផលអាត្មានិយមមិនចង់ឲ្យឯងទៅសិនទូយ៉ាងណាក៏ដោយប៉ុន្តែការលបងរបស់សិនទូគឺខ្លាំងពេកបារម្ភខ្លាចថាឯងនឹងយល់ព្រមយ៉ាងក៏បានតបវិញបងស្រីចាំបានបញ្ចុះបញ្ចូលឲ្យខ្ញុំនៅទីនេះនាងក៏បានតបវិញធ្វើអញ្ចឹងគឺជារឿងត្រឹមត្រូវប៉ុន្តែយ៉ាងមានសំណួរមកចង់សួរទៅកាន់នាងប៉ៃនាងក៏បានសួរមកតើទៅដែលមានឈ្មោះថាឈិនយ៉ាវជានរណាទៅខ្ញុំមិនដឹងថាហេតុអ្វីនៅពេលដែលបានជួបជាមួយនឹងគាត់ខ្ញុំតែងតែមានអារម្មណ៍ថាស្គាល់គាត់នាងក៏បានតបវិញថាគឺជាម្ដាយរបស់ឯងលើអញ្ចឹងយ៉ាងឡើងផ្សាផ្អើតែម្ដងប៉ៃរੂជើក៏បានប្រាប់បន្ថែមទៀតថាគាត់គឺជាអ្នកគ្រប់គ្រងទៅលើសាសនារាល់សកម្មភាពរបស់គាត់តាក់ទងជាមួយនឹងកេរ្តិ៍ឈ្មោះរបស់អ្នកជឿហេតុបែបនេះហើយទៅគាត់មិនអាចបង្ហាញទំនាក់ទំនងជាមួយនឹងឯងបានប៉ៃរੂជើក៏បានឲ្យយ៉ាងទៅសម្រាប់សិនទៅព្រោះថ្ងៃស្អែកនេះត្រូវចេញដំណើរទៅកាន់ការសាឡបងសាច់រឿងយើងនៅពេលនេះក៏បានកាត់ទៅដល់ព្រឹកឡើងយើងក៏បានឃើញថាយ៉ាងក៏បានងើយពីដេកឡើងវិញមានអារម្មណ៍ថាស្រស់ស្រាយមែនតើក៏លេចទៅមើលម៉ោងក៏បានឃើញថាម៉ោង11បាត់ទៅហើយអញ្ចឹងគាត់ក៏បានបញ្ញាចេញមកយ៉ាងលឿនតាមម្ដងហើយបានសុំទោសទៅលើអ្នកនាងប៉ៃផងដែរទៅគាត់បានមកយឺតនាងក៏បានតថាមិនអីនោះទេបន្តិចទៀតពួកយើងនឹងចេញដំណើរហើយទៅជួបជាមួយនឹងប៉ៃខាណារីដែលកំពុងតែរងចាំឯងសិនទៅនាងក៏បានហោះចេញទៅយ៉ាងក៏បានហោះទៅតាមក៏បានឃើញថាអ្នកនោះគឺជាចៅយីងជាមួយនឹងសៀនអ៊ីដែលកំពុងតែរងចាំយ៉ាងចៅយីងបានឃើញយ៉ាងរាក់ទាក់ផ្លែចំណែកយ៉ាងវិញក៏បានទាំងក្បាលនាងចៅយីងក៏បានខឹងហើយបានថាខូចមកសក់ខ្ញុំអស់ហើយប៉ៃរੂជើក៏បានប្រែឲ្យពួកគេឡើងលើទូកទៅដើម្បីនឹងឆ្ពោះទៅកាន់ការសាឡបងនៅក្នុងទ្វីបខាងកើតដំណើរដែលឡើងទៅយើងក៏បានឃើញជាមួយនឹងមនុស្សយ៉ាងច្រើនមកជួនដំណើរយ៉ាងបានឃើញចង់ចម្លើយចិត្តណាស់ដែរហើយអ្វីបានជាមានមនុស្សច្រើនបែបនេះសៀនអ៊ីក៏បានតបថានៅក៏ដោយសារតែការប្រកួតនេះគឺតំណាងឲ្យប្រទេសរបស់យើងហើយក៏ជាព្រឹត្តិការណ៍សំខាន់ផងដែររំលឹករឿងការពីមុនប្រទេសនេះពួកយើងបានចោទចំណាត់ថ្នាក់ចុងក្រោយក្នុងចំណោមប្រទេសទាំង18ដែលបានចូលរួមកាលពីឆ្នាំមុនអញ្ចឹងឆ្នាំនេះពួកយើងត្រូវតែផ្លាស់ប្ដូរបង្ហាញពួកគេបានដឹងអំពីកម្លាំងពិតពួកយើងកំឡុងពេលនឹងយើងក៏បានឃើញជាមួយនឹងព្រឹត្តិការណ៍ធំជាមួយនឹងព្រឹត្តិការណ៍ដែលគ្រប់គ្រងទៅលើខេត្តឈៀងលីនក៏បានមកដល់ទីហ្នឹងយើងមើលទៅកាន់ព្រឹត្តិការណ៍ដែលគ្រប់គ្រងទៅលើខេត្តឈៀងលីនទៅក៏រំភើបឡើងហូរទឹកភ្នែកតែម្ដងព្រឹត្តិការណ៍ធំក៏បានថាឲ្យហេតុអ្វីបានជាឯងមើលទៅយំអញ្ចឹងដែលបែបនេះយ៉ាងក៏បានឆ្ងល់ថាតែមានអ្វីកើតឡើងចំពោះព្រឹត្តិការណ៍ឆាន់មែនទេព្រឹត្តិការណ៍ធំស្រាប់តែបានចាប់ដៃយ៉ាងឲ្យបានយំដែរមិនស្មានដល់ទេថាឯងសុកចិត្តស្នាក់នៅប្រទេសនេះពួកយើងពិតជាក្មេងល្អមែនដល់អញ្ចឹងព្រឹត្តិការណ៍ឆាន់ក៏បានហឹសដោយតែគ្នាសោះប៉ៃរੂជើក៏បានថាអ្នកទាំងពីរមិនគួរណាពន្យាពេលដើម្បីនឹងចេញដំណើរទេអញ្ចឹងអ្នកទាំងពីរក៏បានទាញខ្សែរហឹតបិទមាត់សាររឿងក៏បានកាត់ទៅដល់នៅលើកោះទ្វីបខាងកើតនេះវិញឃើញថាអ្នកទាំង3ទាំង4នាក់ក៏បានមកដល់ទីតាំងមួយដោយប៉ៃរੂជើក៏បានណែនាំអំពីការប្រកួតផងដែរថាការប្រកួតបែងចែកជា3ជុំហើយនេះក៏ជាទីតាំងនៃការប្រកួតសាយវៀនទី1ក៏ជាជុំទី1នៅថ្ងៃស្អែកដែលជាការប្រកួតដើម្បីនឹងជ្រើសរើសមេដឹកនាំនៃប្រទេសនីមួយៗរៀងៗខ្លួនប្រជុំមុខគ្នាមួយស្មើហើយមិនថានរណានោះទេសង្ឃឹមថាអ្នកនរគ្នានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពអ្នកទាំង3នាក់ក៏មានជំនឿចិត្តហើយបន្ទាប់មកប៉ៃរੂជើក៏នឹងនាំអ្នកទាំង3ទៅកាន់កន្លែងស្នាក់នៅរបស់សិស្សរៀបនឹងដើរចាក់ចេញយើងក៏បានឃើញជាមួយនឹងអបិម៉ាប់លើកមុនដែលគាត់បានសង្គ្រោះតែពេលដែលយ៉ាងបានទៅសមរភូមិក្រៅផ្លូវការគេនៅពេលនេះក៏បានមកជាមួយនឹងស្រីស្អាតម្នាក់យ៉ាងក៏បានរាក់ទាក់ទៅកាន់គេវិញដូចគ្នាម្នាក់នឹងក៏បានដឹងថាប្រកាសថាលបងក៏ប្រកាសជាមកចូលរួមស្រីស្អាតនេះក៏បានសួរថាតើលោកគឺជាយ៉ាងមែនគាត់ក៏បានតបថាពិតណាស់អញ្ចឹងនាងក៏បានសួរស្ដីឲ្យខ្ញុំបានលេខឈ្មោះលោកយូមកឯង
យ៉ាងក៏បានរាក់ទាក់ទៅកាន់នាងវិញដូចគ្នាប៉ុន្តែចូលយើងនេះវិញមិនតើការឲ្យយ៉ាងនិយាយបានយូរទេក៏បានថាពេលនេះពួកយើងទៅបន្ទប់ទៅដឹកដៃយ៉ាងទៅបញ្ញាមែនទេលុះដល់បន្តិចបាយរជើក៏បានឈប់ហើយនឹងបាននិយាយទៅកាន់យ៉ាងថាខ្ញុំមិននឹកស្មានដល់ទេថាឯងគឺជាទីពេញនិយមរបស់មនុស្សស្រីបែបនេះគាត់ក៏បានតបវិញថាមើលទៅប្រហែលជាខ្ញុំសង្ហាពេកទេអញ្ចឹងនាងក៏បានសើចយ៉ាងក៏ចម្លើយចិត្តដែរដោយសារតែនាងញញឹមទៀតបាយរជើក៏បានសួរទៅកាន់យ៉ាងតើឯងកំពុងមើលអ្វីយ៉ាងក៏បានតបថាខ្ញុំគ្រាន់តែមើលនៅពេលដែលអ្នកនាងញញឹមហើយស្អាតអ្នកទាំងពីរនេះឮហើយភ័យជំនួសហើយអ្វីបានជាយ៉ាងហ៊ានលេងសើចជាមួយអ្នកនាងប៉ៃចឹងក៏បានដាក់មេប្រូចទឹកបាត់មុនទៅកុំឲ្យខ្ទាតឈាមត្រូវបាយរជើក៏បានថាឲ្យយ៉ាងតែរមាស់មាត់ពេកទេមែនដល់បែបនេះយ៉ាងក៏បានរត់ទៅដូចគ្នាតែរឿងក៏បានកើតទៅដល់ក្នុងបន្ទប់មួយយើងក៏បានឃើញជាមួយនឹងយ៉ាងគាត់បានកាន់នៅថ្មទេពកសលដោយគាត់សឹងតែភ្លេចប្រើវាទៅហើយដោយបន្ទាប់ពីបានប្រើវាក៏បានឃើញថាគាត់ក៏បានផ្ទុះកៅអៅចេញអស់លេងប្រព័ន្ធក៏បានអបអរសាទរទៅកាន់ម្ចាស់សត្វដែរធ្វើការដោះឡើងទេពកសលលើកទី2ថ្នាក់អតិទេពហើយនឹងទេពកសលកម្រិត SSS ហើយក៏នៅមានការរីកចម្រើនផ្សេងទៀតអីចឹងទៅដល់បែបនេះក៏បានធ្វើឲ្យយ៉ាងមើលទៅសប្បាយចិត្តមែនតើជាមួយនឹងទេពកសលបែបនេះគាត់នឹងឡើងលំបាកក្នុងការឡើងកម្រិតទៀតទេពិសេសថាអំពលគាត់ក៏បានផ្ទុះឡើងដូចគ្នាខណៈពេលនឹងបាយរជើក៏បានទម្លុះទ្វារចូលមកហើយបានសួរថាតើមានអ្វីកើតឡើងបានឃើញថាយ៉ាងនៅពេលនឹងស្លៀកទៅខោខ្លីមួយដោយបែបនេះយ៉ាងផ្លែឡើងសស្លាយថាអ្វីបានជានាងចូលមកមិនគោះទ្វារបាយរជើហើយតែអញ្ចឹងក៏បានកាំងដូចគ្នាយ៉ាងបានសួរថាហើយអ្វីបានជាមកទីនេះនាងក៏បានតបថាដោយសារតែបានឮសូរសំឡេងផ្ទុះចេញពីបន្ទោរបស់ឯងបាញ់មិញនេះខ្ញុំគិតថាឯងមានគ្រោះថ្នាក់ទៅបានជាបញ្ញាមកយ៉ាងក៏បានតបវិញមិនអីនោះទេបាញ់មិញខ្ញុំគ្រាន់តែបានដាស់ឡើងនៅទេពកសលប៉ុណ្ណោះក៏មិននឹកស្មានដល់ថាបានបង្កទៅជាសំឡេងរំខានខ្លាំងបែបនេះស្រាប់ពេលនឹងអ្នកទាំងពីរនេះក៏បានមកដល់ហើយនឹងបានសួរទៅកាន់យ៉ាងតែមានអ្វីកើតឡើងមែនទេស្រាប់តែបានឃើញថាចឹងទៀតសិនអីក៏បានសម្លឹងឃើញជាមួយនឹងបាយរជើនិយាយថាខ្ញុំអត់បានឃើញអីទេបន្តទៀតចោះខ្ញុំចាក់ចេញទៅមុននេះអញ្ចឹងយ៉ាងយ៉ាងនៅពេលនេះហាក់បីដូចជារឿងអាម៉េចទេមើលទៅប្រកាសជាមានការយល់ច្រឡំលោកទៅដល់បន្តិចទៀតបាយរជើក៏បានសួរទៅកាន់យ៉ាងសម្លេងខ្លាំងបែបនេះប្រហែលជាបានដាស់ឡើងនៅទេពកសលកម្រិត A ទៀតហើយមែនគាត់ក៏បានតបថាមិនមែនទេអញ្ចឹងនាងក៏បានប៉ាន់ស្មានថាកម្រិត A ក៏ល្អដែរអាហ្នឹងក៏មិនមែនហើយ B ក៏មិនមែនអញ្ចឹងបាយរជើក៏ចាប់ផ្ដើមមួម៉ៅសម្លេងខ្លាំងបែបនេះធ្វើឲ្យដាស់ឡើងទេពកសលកម្រិត C មែនគាត់ក៏បានតបថាអត់ទេកម្រិត SSS បែបនេះនាងក៏ពិតជាមានការចាប់ផ្ដើមមែនតែទេពកសលកម្រិត SSS ជាអ្វីគាត់ក៏បានតបថា 3A នេះគឺជាថ្នាក់អតិទេពអាចបំផ្លាញវិញ្ញាណខ្ញុំទៅជាកម្លាំងឬមួយក៏ការការពារអញ្ចឹងតើនៅពេលនេះថាពលវិញ្ញាណឯងមានប៉ុន្មានហើយគាត់ក៏បានតបវិញថាប្រហែល1លានលឺអញ្ចឹងបាយរជើចាប់បានម្ដងទៀតហើយនឹងបានគិតថាប្រសិនបើទាំងអស់ត្រូវបានផ្លាស់ប្ដូរទៅជាថាមពលហើយគេមិនអាចគ្រប់គ្រងបានទៀតប្រកាសណាស់ថាការផ្ទុះបំបញ្ញវិញប្រកាសជាខ្លាំងជាងនេះទៀតអញ្ចឹងនាងក៏បានសួរថាតើការផ្លាស់ប្ដូររបស់ឯងមាននរណាគេម្នាក់បានឃើញដែរអត់យ៉ាងក៏បានតបថាម្ដាយខ្ញុំជាមួយនឹងបងស្រីបានឃើញអញ្ចឹងយ៉ាងក៏បានណែនាំកុំឲ្យបង្ហាញជាដាច់ខាតពិសេសគឺជាមនុស្សមកពីសិនទូកុំឲ្យពួកគេបានដឹងត្រូវចាំថាព័ត៌មាននេះនឹងត្រូវរក្សាទុកជាអាចកំបាំងបាយរជើនាងខ្លាចថាបើសិនជាពួកសិនទូបានដឹងប្រកាសជាធ្វើអ្វីគ្រប់យ៉ាងដើម្បីនឹងនាំយកយ៉ាងទៅបើសិនជាពួកគេមិនអាចទទួលយកបានគឺមានទលប់បំបាទគឺនាងមិនត្រូវឲ្យមានការគំរាមកំហែងបែបនេះបានកើតឡើងឡើយប្រកលនៅអ្វីម្យ៉ាងឲ្យទៅកាន់យ៉ាងហើយក៏បានប្រាប់ផងដែរថានេះគឺជាសាកលទេវកថាឲ្យបង្កើនចំណេញនៃការខូចខាតចំនួន 20% ម្យ៉ាងវិញទៀតវាក៏អាចបិទបាំងនៅការភ្ញាក់ឡើងទេពកសលលើកទី2របស់ឯងផងដែរយ៉ាងបានលឿនចឹងក៏ពិតជាមានការចាប់បាល់បាយរជើក៏នៅតែប្រាប់ថាការសាកល្បងនៅក្នុងទ្វីបខាងកើតនេះពិតជាមិនសាមញ្ញដែរបានកើតឡើងពិសេសគឺជាការសាកល្បងលើកទី3រាល់ឆ្នាំមានមនុស្សស្លាប់ច្រើនណាស់អ្នកសង្ឃឹមថាយ៉ាងនៅគ្មានអ្វីកើតឡើងនោះទេហើយសកលនេះក៏អាចជាសតបការពារបន្ថែមផងដែរអញ្ចឹងយ៉ាងក៏បានអរគុណនាងក៏បានឲ្យយ៉ាងសម្រាប់ទៅព្រោះឲ្យស្អាយត្រូវចូលរួមការសាកល្បងអញ្ចឹងក៏បានបិទទ្វារចេញទៅយ៉ាងក៏បានធូរទ្រង់មើលទៅពេលក្រោយទៀតខ្ញុំត្រូវទៅចាក់សោទ្វារពីបេតងឯងសាច់រឿងក៏បានកើតទៅដល់ព្រឹកឡើងហើយនេះក៏ជាការសាកល្បងជុំទី1នៅលើកោះចូលយើងក៏ពិតជាមានអារម្មណ៍ថាប្លែកដោយសារតែមានមនុស្សច្រើនសៀនអ៊ីគេបាននិយាយបន្តថាលើកនេះមនុស្សមកពី18ប្រទេសផ្សេងគ្នាមកជុំនៅទីនេះប៉ុន្តែយ៉ាងក៏បានចាប់អារម្មណ៍ទៅលើមនុស្សស្រីម្នាក់ដែលតែងតែសម្លឹងមកមើលគាត់បានសួរទៅកាន់បាយរជើហើយអ្វីបានជាមនុស្សស្រីមកពីប្រទេសសាកូរ៉ានេះតែងតែសម្លឹងមកលើខ្ញុំអញ្ចឹងបាយរជើក៏បានតបនាងមានឈ្មោះថាជីកូអាសាកាវ៉ាឯងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងនាងក្នុងការប្រកួតគាត់ក៏បានសួរថាហេតុអ្វីទៅនោះក៏ដោយសារតែនាងគឺជាអ្នកដែលមានទេពកោសល្យលេចធ្លោជាងគេនៅក្នុងប្រទេសសាកូរ៉ាដូចជាឯងចឹងដែរការសាកល្បងក៏ដូចជាការប្រឡងទាំងអស់ទទួលបានពិន្ទុពេញហើយមិនទាន់ដឹងថាយ៉ាងណាយ៉ាងណីទៀតទេសាររឿងនៅក្នុងភាគនេះត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្្នឹងទេហើយក៏ជាភាគទី63 64ហើយជាស្រ័យថងថាកន្លែងខ្លះមិននិយាយអត់ច្បាស់ចឹងទៅដោយសារតែសម្លេងពេលព្រឹកដូចជារៀងពិបាកនិយាយច្បាស់បន្តិចចឹងបាយបាយជួបគ្នាវីដេអូក្រោយ